មន្ត្រីសិទ្ធិមនុស្សបានថ្លែងរបៀបចំអកចំពោះចំណាត់ការរបស់អัยការសាលាដំបងតុលាការខេត្តស្វាយរៀងលើករណីផ្ទុះអាវុធបង្កឲ្យកម្មការិនីចំនួន3នាក់រងរបួសប៉ុន្តែជនល្មើសបានចោទត្រឹមបទបង្ករបួសស្នាមដោយអចេតនាថាបង្ហាញឲ្យឃើញប្រព័ន្ធតុលាការកម្ពុជាស្ថិតក្រោមបកកណ្ដាលអំណាចលោករងឈុនជាប្រធានសហភាពសហជីពកម្ពុជានិងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យលោកមានប្រសាសន៍ថានៅថ្ងៃទី24ខែមេសាលោកបានផ្ញើលិខិតជូនសហជីពអន្តរជាតិធំៗនៅលើពិភពលោកនិងបណ្ដាប្រទេសផ្ដល់ជំនួយមកឲ្យកម្ពុជាឲ្យផ្ដោតការយកចិត្តទុកដាក់ទៅលើសំណុំរឿងអតីតអភិបាលក្រុងបាវិតឈ្មោះឈូបណ្ឌិតដែលបានបាញ់កម្មការិនីចំនួន3នាក់ឲ្យរងរបួសប៉ុន្តែជនសង្ស័យមិនទាន់ផ្ដន់ទាទោសនៅឡើយរឿងវាអញ្ចឹងមែនគឺថាវាស្ថិតនៅក្នុងអំណាចមនុស្សម្នាក់គឺនាយករដ្ឋមន្ត្រីស្អីក៏ដោយរឿងកប៉ិកកប៉ុកណាមួយក៏ដោយបើសិនជានាយករដ្ឋមន្ត្រីមិនក្បត់ទេអ្នកនៅខាងក្រោមហ្នឹងគ្មានហ៊ានចំណាត់ការអ្វីទាំងអស់ហើយដូចកើតនៅឈុបបណ្ឌិតនេះឥឡូវហ្នឹងមកដល់ពេលនេះឃើញអ្នកដៃដល់ហ្នឹងនៅមានសេរីភាពលោកថ្លែងថាតុលាការកម្ពុជាសប្តាហ៍ថ្ងៃកាត់ទោសតែចំពោះពលរដ្ឋក្រីក្រទេប៉ុន្តែសម្រាប់អ្នកមានអំណាចក្នុងជួរថ្នាក់ដឹកនាំរដ្ឋាភិបាលវិញទោះអ្នកនោះមានកំហុសឆ្គងធំប៉ុណ្ណាក្តីក៏តុលាការហាក់ពុំសូវរវល់អើពើនោះទេលោកបានលើកជាឧទាហរណ៍ដូចជាករណីលោកឈូបណ្ឌិតដែលជនរូបនេះបានបាញ់ឲ្យកម្មការិនីចំនួន3នាក់រងរបួសធ្ងន់តុលាការសម្រេចចោទប្រកាន់ត្រឹមបទបង្ករបួសស្នាមដោយអចេតនានោះដូចគ្នាដែរលោកអំសំអាតជាមន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការការពារសិទ្ធិមនុស្សលីកាដូលោកបានរិះគន់ចំពោះនីតិវិធីរបស់ព្រះរាជអាជ្ញាតុលាការសាលាដំបងខេត្តស្វាយរៀងថាមិនបានមើលធាតុផ្សំនៃបទល្មើសឲ្យបានត្រឹមត្រូវនោះទេលោកថាជនល្មើសឈ្មោះឈូកបណ្ឌិតមានចេតនាបាញ់សម្ដៅទៅលើជនរងគ្រោះទាំង3នាក់ចំកន្លែងដែលអាចត្រូវស្លាប់ហេតុអីបានជាតុលាការចោទពីបទបង្ករបួសស្នាមដោយអចេតនាទៅវិញប្រទេសកម្ពុជាយើងជាប្រមុខដឹកនាំអាស៊ានផងហើយក៏ជាប្រទេសដែលកំពុងតែស្វែងរកបេក្ខភាពជាក្រុមប្រឹក្សាមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិភាពអង្គការសហជីវជាតិផងហើយដើម្បីយើងបង្ហាញស្នាដៃទាំងអស់គ្នាត្រូវតែខិតខំក្នុងការអនុវត្តច្បាប់អញ្ចឹងគឺសូមឲ្យរដ្ឋាភិបាលនឹងលោកពិនិត្យផងទាក់ទងទៅសំណុំរឿងនៃការបាញ់កម្មករ3នាក់រងរបួសដែលបណ្ដាលមកពីលោកឈុបបណ្ឌិតនេះហើយមួយទៀតក៏ជាការបង្កើននៅការទុកចិត្តរបស់ថាអ្នកបញ្ជាទិញនៅសម្លៀកបំពាក់ឬក៏ស្បែកជើងណាកាលពីថ្ងៃទី18ខែមេសាឆ្នាំ2012តំណាងអัยការសាលាដំបងខេត្តស្វាយរៀងសម្រាប់ចោទប្រកាន់អតីតអភិបាលក្រុងបាវិតឈ្មោះឈូបណ្ឌិតដែលបាញ់ឲ្យកម្មការិនីចំនួន3នាក់រងរបួសធ្ងន់ពីបទបង្ករបួសស្នាមដោយអចេតនាសំណុំរឿងនេះព្រះរាជអាជ្ញាអមសាលាដំបងខេត្តស្វាយរៀងលោកហ៊ីងប៊ុនជាបានបញ្ជូនសំណុំរឿងទៅចៅក្រមដើម្បីស៊ើបអង្កេតបន្ទាប់ពីចោទប្រកាន់ជនសង្ស័យឈ្មោះឈូបណ្ឌិតជាផ្លូវការពីបទបង្ករបួសស្នាមដោយអចេតនារួចមកលោកថាសំណុំរឿងនេះពុំមានភស្តុតាងបញ្ជាក់ថាជនជាប់ចោទមានចេតនាបាញ់ទៅលើកម្មករនោះទេដូច្នេះត្រូវបញ្ជូនសំណុំរឿងនេះទៅឲ្យចៅក្រមស៊ើបសួរចាត់ការបន្តតាមនីតិវិធីលោកមាសខេងជាសមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀងមកពីគណៈបកសំរងស៊ីលោកបានថ្លែងរិះគន់និងចាត់ទុកនីតិវិធីរបស់សាលាដំបងខេត្តស្វាយរៀងថាបានធ្វើឡើងរបៀបក្មេងលេងបៃលុកបៃឡបង្ហាញឲ្យឃើញថាប្រព័ន្ធតុលាការកម្ពុជាបច្ចុប្បន្នកំពុងទទួលរងឥទ្ធិពលអ្នកនយោបាយកាន់អំណាចករណីដែលជួនស្គាល់មុខបាញ់កម្មកររបួសដល់ទៅ3នាក់អត់ជាប់គុកហើយតុលាការចោទក្រឡៃសំណុំរឿងទៀតចំពោះករណីលោកគង់អានដែលជាសកម្មជនគណៈបកសំរងស៊ីគ្រាន់តែរឿងកាប់ស្លឹកត្នោតទៅជាប់គុក1ឆ្នាំបាទនេះជាអំពើអយុត្តិធម៌យើងមើលទៅទាំងអស់ហ្នឹងបានយើងប្រៀបធៀបថាស្រុកខ្មែរមនុស្សដែលគេមិនអាចប៉ះពាល់បាននៅតែមានហើយមានន័យថាច្បាប់គឺជាច្បាប់តែការអនុវត្តអានេះជារឿងមួយផ្សេងតាមឆន្ទៈនយោបាយរបស់អ្នកមានអំណាចលោកថាចំពោះករណីជនជាប់ចោទឈ្មោះឈូបណ្ឌិតសមត្ថកិច្ចត្រូវតែឃាត់ខ្លួនភ្លាមបន្ទាប់ពីបានប្រើកាំភ្លើងបាញ់កម្មការិនីចំនួន3នាក់ឲ្យរងរបួសកាលពីថ្ងៃទី20ខែកុម្ភៈឆ្នាំ2012មកម្លេះយ៉ាងណាក៏ដោយលោករងឈុនក្នុងនាមជាប្រធានសហភាពសហជីពកម្ពុជាលោកបានព្រមានដឹកនាំក្រុមកម្មករតាមរោងចក្រធ្វើបាតកម្មអហិង្សាបើតុលាការមិននាំខ្លួនជនជាប់ចោទឈ្មោះឈូបណ្ឌិតមកផ្ដន់ទាទោសដើម្បីផ្ដល់យុត្តិធម៌ជូនជនរងគ្រោះនោះទេលោកថាការធ្វើបាតកម្មអហិង្សានិងប្រមូលផ្ដុំគ្នាតវ៉ានៅពីមុខក្រសួងយុតិធធម៌និងមុខតុលាការកំពូលដោយចាប់ផ្ដើមពីបញ្ហាអយុត្តិធម៌នៅក្រុងបាវិតខេត្តស្វាយរៀងដើម្បីធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌កម្ពុជាឲ្យមានឯករាជ្យនិងយុត្តិធម៌កាលពីថ្ងៃទី29ខែមីនាឆ្នាំ2012កម្មការិនីរងរបួសចំនួន3នាក់បានចូលខ្លួនទៅបំភ្លឺចំពោះមុខតុលាការខេត្តស្វាយរៀងដើម្បីការពារបណ្ដឹងរបស់ខ្លួនកម្មការិនីចំនួន3នាក់បានប្តឹងជនសង្ស័យឈ្មោះឈូបណ្ឌិតពីបទប៉ុនប៉ងមនុស្សឃាតដោយចេតនា
នឹងទារឲ្យជនជាប់ចោទសងជំងឺចិត្តពី$45,000ទៅ$50,000 កម្មការនីរងគ្រោះឈ្មោះប៊ុនចន្ទាបានថ្លែងថាសប្តាហ៍ថ្ងៃនេះរូបនាងកំពុងព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនព្រោះជនដៃដល់បាញ់ប្រហារមកលើរូបនាងជាប់សាច់ញាតិមន្ត្រីអ្នកមានអំណាចក្នុងជួររដ្ឋាភិបាលសប្តាហ៍ថ្ងៃនិងកំពុងមានសេរីភាពនៅឡើយខ្ញុំចង់ឲ្យគេរកធ្វើឲ្យខ្ញុំឲ្យចូលតាមច្បាប់ចុះបងចាបងខ្ញុំព្រួយបារម្ភខ្លាំងរងហើយពីរួមខ្ញុំខ្លាចទៅហ្មងព្រោះអីគេអ្នកធ្វើគេអ្នកមានលុយគេចង់ធ្វើមិនបានទេបងអើយទាក់ទងបញ្ហានេះសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាហៅកាត់ស៊ីខាវឌូកាលពីថ្ងៃទី20ខែមេសាក៏បានចេញសេចក្តីថ្លែងការណ៍រិះគន់តុលាការខេត្តស្វាយរៀងដែលចោទប្រកាន់លោកឈូកបណ្ឌិតអតីតអភិបាលក្រុងបាវិតពីបទបង្ករបួសស្នាមដោយអចេតនាថាជារឿងអយុត្តិធម៌សម្រាប់កម្មការនីរងរបួសនិងជាគំរូអាក្រក់សម្រាប់សង្គមខ្មែរទាំងមូលកម្មការនីចំនួន3នាក់ដែលជន់សង្ស័យឈ្មោះឈូកបណ្ឌិតអតីតអភិបាលក្រុងបាវិតបាញ់ឲ្យរងរបួសមានឈ្មោះប៊ុនចន្ទារងរបួសចំដើមទ្រូងធ្លាយទៅក្រោមក្លៀកខាងឆ្វេងកម្មការនីឈ្មោះកៅនីរងរបួសដៃស្ដាំនិងកម្មការនីឈ្មោះនុតសុខនរងរបួសដៃស្ដាំនិងខ្នងដែលនាយកវិទ្យាអាស៊ីសេរី